ក្នុងវីដេអូមួយយើងបានបង្ហាញពីសកម្មភាពខ្លះៗនៃការត្បាញខ្សែផ្ដៅជ័ររយ័យអញ្ចឹងសម្រាប់វីដេអូនេះវិញយើងនឹងបង្ហាញពីសកម្មភាពនៃការត្បាញបិទមុខខ្សែផ្ដៅបូតវិញម្ដងការត្បាញបិទមុខនេះគឺជាដំណាក់កាលចុងក្រោយនៃការត្បាញខ្សែផ្ដៅបូតហើយវាក៏ជាដំណាក់កាលដែលពិបាកជាងគេតម្រូវឲ្យមានការម៉ត់ចត់ហើយល្អិតល្អន់ខ្លាំងក្នុងការធ្វើវាហើយនេះគឺជាដំណាក់កាលនីមួយៗនៃការត្បាញបិទមុខនៅពេលដែលយើងត្បាញពេញកន្លែងដែលយើងត្រូវការហើយអស់គឺវានៅសល់មុខតំណនៅសល់កតុយផ្ដៅនៅសល់អីអញ្ចឹងណាហើយសម្រាប់បកគោដែលយើងត្បាញក៏វាអាចបានត្រង់ផ្លឹងដូចដែលយើងគូសបន្ទាត់ដែរជួនកាលពេលត្បាញគឺវាត្រង់នៅពេលដែលត្បាញហើយវាអាចឆេអញ្ចឹងយើងត្រូវសេរីវាត្រង់ហើយក៏ត្រូវតម្រឹមកតុយផ្ដៅឲ្យស្អាតដែរបន្តមកទៀតគឺយើងត្រូវការបាញ់ភ្ជាប់ខ្សែផ្ដៅទៅនឹងមេផ្ដៅធំដើម្បីឲ្យវាជាប់បានល្អហើយទើបយើងធ្វើការក្រងបិទមុខបើទោះបីជាយើងក្រងបិទមុខហើយក៏វាអត់ទាន់ហៅថាជាផលិតផលសម្រេចទាំងស្រុងដែរបងប្អូនអានេះយើងគ្រាន់តែហើយផ្នែកក្រងទេហើយផ្នែកក្រងនេះគឺយើងត្រូវឆែកទៀតថាកតុយផ្ដៅយើងកាត់បានស្អាតឬមួយក៏អត់ដៃគោលដែលយើងដំហ្នឹងគឺវាបានចិត្តមុខស្អាតឬមួយក៏អត់ហើយយើងនៅមានដំណាក់កាលផ្សេងទៀតអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍អាច comment បានយើងនឹងបង្ហាញវីដេអូតទៀតទាក់ទងជាមួយនឹងដំណាក់កាលនៃការធ្វើផ្សេងទៀតអញ្ចឹងណាបងប្អូន